ដល់ពេលអាបនៅចិត្តសាលាបឋមហ្នឹងណាដឹងឃើញអីឃើញក្មេងស្រីសិស្សសាលាហ្នឹងណាដោយកៅអៅសិតតែឈាមមុខកពិតមកចាហៀងដូចណាងឯងឃើញហ្នឹងជើងកោផ្លេចជាលេខ3ដែលរឿងហ្នឹងគឺជាការចែករំលែករបស់បងសំណាងគាត់បញ្ជាក់ប្រាប់អេមីនថាចាគាត់ធ្លាប់ទៅលើអ្នកភូមិនិយាយថាកន្លែងហ្នឹងមានជើងកបហើយតែងតែលងបន្លាចគេគ្រប់គ្នាតែគាត់អត់ដែលជួបខ្លួនឯងណាទៅតែថ្ងៃដែលមិត្តភក្តិជិតស្និទ្ធគាត់ការហ្នឹងណាបានគាត់ជួបគាត់ខ្លាចមែនទែនថ្ងៃហ្នឹងតែគាត់និយាយប្រាប់មានថាចាមិត្តភក្តិជិតស្និទ្ធគាត់ហ្នឹងបានរៀបធីមកលការរួចហើយគាត់ថាមិនមែនតែកូនកន្លោះកូនកំមុំទេដែលជាមិត្តភក្តិជិតស្និទ្ធមានមិត្តភក្តិផ្សេងទៀតដែលរៀនវិទ្យាល័យមួយគ្នាហ្នឹងក៏បានតែញ៉ាំការដែរដល់ពេលអញ្ចឹងបងណាងក៏ហៅត្រឡប់មកផ្ទះតាំងម៉ោង9ជាងតែដោយសារមិត្តភក្តិផ្សេងគាត់និយាយថាអើអាណាងហែងយូរការមិត្តភក្តិជិតស្និទ្ធម្ដងហែងប្រញាប់ទៅផ្ទះម៉ែដល់ពេលមិត្តភក្តិផ្សេងខាត់ចឹងបងណាក៏គាត់នៅញ៉ាំវិទ្យាជាមួយនឹងមិត្តភក្តិផ្សេងហ្នឹងដល់ប្រហែលជាម៉ោង11កន្លះបានគាត់លាគ្នាហ្នឹងត្រឡប់មកផ្ទះរៀងខ្លួនចឹងណាដល់ពេលដែលគាត់ត្រឡប់មកផ្ទះហ្នឹងគាត់ជិះម៉ូតូសុកហ្នឹងណាស្រាប់មកដល់អាកន្លែងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃមុនហ្នឹងណាដែលជាផ្លូវជើងកប់ហ្នឹងម៉ូតូក៏អាលុតឈឹងហ្មងដល់ពេលអាលុតឈឹងអញ្ចឹងគាត់គិតថាម៉ូតូគាត់ប្រហែលជាអស់សាំងដល់ពេលគាត់បើកមើលស្ទែនសាំងនៅទេដល់ពេលអញ្ចឹងគាត់ក៏ខំកាត់សោដេមួយសាទៀតដេផងធាក់ផងហើយនៅតែអត់ឆេះទៀតដល់ពេលអញ្ចឹងគាត់គិតថាម៉ូតូគាត់ហ្នឹងមើលកង់ម៉ូតូម្ដងគីឡូបែកកង់គីឡូអីចឹងណាព្រោះគាត់អត់សូវដឹងពីរឿងម៉ូតូដែរដល់ពេលគាត់មើលទៅកង់មុខកង់ក្រោយអត់មានបែកទេដល់ពេលអញ្ចឹងគាត់ដឹងថាខូចអីទេគាត់ក៏សម្រេចចិត្តបដាពេលដែលពងแล้วគាត់នឹងខូចសម្រេចចិត្តបដាណាគាត់លឺសូរសម្រាប់ជើងមនុស្សដែរតែដល់ពេលគាត់ងាកក្រោយហ្នឹងអត់ឃើញទេដល់ពេលអញ្ចឹងគាត់ក៏កាន់ដៃម៉ូតូហ្នឹងបដាហើយគាត់ចាធ្ងន់ទៅនៅម៉ូតូគាត់ហ្នឹងដូចជាដឹកអង្គ3 4បាអញ្ចឹងស្រាប់ដល់ពេលហើយគាត់ងាកក្រោយម៉ែគាត់ជួយរបស់ពុតហ្មងដល់គាត់ឃើញក្មេងស្រីសិស្សសាលាហ្នឹងអង្គុយលើម៉ូតូគាត់កៅអៅហ្នឹងសុទ្ធតែឈាមអាវពណ៌សហ្នឹងសុទ្ធតែឈាមដកអូយហើយមុខកពិតមកចាហៀងហើយបងណាងគាត់ភ័យមែនតើហើយគាត់និយាយថាចាខ្ញុំគ្រាន់តែសុំដើរកាត់ផ្លូវហ្នឹងទេអត់មានបានមករំខានអ្នកណាទេខ្ញុំអត់ចង់ជួបអ្នកឯងអ្នកក៏មកបន្លាចខ្ញុំអីបងណាងនិយាយផងគាត់សូត្រធម៌ផងហ្នឹងក៏បាត់ហើយគាត់ថាគាត់ស្វាងស្វឹងហ្មងគាត់ភ័យឡើងចង់និចនោមគាត់បដាម៉ូតូមកដល់ផ្ទះហ្នឹងខ្ទង់ប្រហែលជាម៉ោង2 ដល់កន្លះគាត់ភ័យគាត់ទៅឃ្លុំភួយហ្មងដល់ពេលគាត់ភ័យឡើងញាក់សាច់ហ្មងគាត់ឃ្លុំភួយដល់ពេលផឹកឡើងហ្នឹងគាត់អត់បាននិយាយប្រាប់ប្រពន្ធគាត់ទេផឹកឡើងហ្នឹងគាត់យកម៉ូតូទៅធ្វើពួកអីគិតថាម៉ូតូខូចដល់ពេលយកទៅដល់ជាងម៉ូតូហ្នឹងជាងម៉ូតូថាម៉ូតូហ្នឹងអត់មានខូចអីទេហើយគាត់ក៏រៀបរាប់ហេតុការណ៍ដែលគាត់ឃើញពីយប់មិញហ្នឹងប្រាប់តែជាងម៉ូតូដល់ពេលជាងម៉ូតូហ្នឹងថាចាអូបងឯងសំណាងហើយដែលមានឃើញអីខ្ញុំមកធ្លាប់ថ្ងៃមុនណាកន្លះខែមុនហ្នឹងណាកូនខ្ញុំក្តៅខ្លួនរួចហើយខ្ញុំដាក់ថ្នាំអត់បាត់ទេដល់ពេលអញ្ចឹងខ្ញុំត្រូវជិះយកកូនខ្ញុំទៅពេទ្យនៅទីរួមខេត្តហ្នឹងណាស្រាប់ដល់ពេលខ្ញុំជិះកាត់ឡើងហ្នឹងណាខ្ញុំឃើញមានឆ្កែធំមែនតើហត់សម្ដៅមករឡានខ្ញុំតែឆ្កែណាត់មានក្បាលទេដល់ពេលអញ្ចឹងខ្ញុំជិះមកឆ្កែហ្នឹងណាក៏អត់មានលឺសូរគ្រប់ក្រាក់ឬក៏ប៉ះកង់ឡានអីដែរអត់មានឃើញទេហើយមកសបកក្រោយមកទៀតហ្នឹងណាឃើញមានក្មេងស្រីម្នាក់ហ្នឹងណាឈរបោយដៃហើយខ្ញុំថាចង់ឈប់ទេតែប្រពន្ធខ្ញុំគាត់នឹកឃើញថាចាក់កូនឈឺឯអាណិតកូនគេកូនឯងគីឡូគ្នាវិញផ្ទះអីចឹងបានបបកដៃឈប់ជួយទៅបន្តិចតាឯងហើយដល់ពេលអែបនៅចិត្តសាលាបឋមហ្នឹងណាដឹងឃើញអីឃើញក្មេងស្រីសិស្សសាលាហ្នឹងណាដោយកៅអៅសុទ្ធតែឈាមមុខកពិតមកចាហៀងដូចណាងឯងឃើញហ្នឹងតែខ្ញុំខំតាំងសតិនាំកូនខ្ញុំទៅពេទ្យបាត់ទៅដល់ពេលហើយលោកបានប្រហែលជា4 10ថ្ងៃហ្នឹងមានអ៊ំប្រុសម្នាក់ណាគាត់យកម៉ូតូមកឲ្យធ្វើហើយដល់ពេលខ្ញុំឆ្ងល់ខ្ញុំសួរថាចេះអ៊ំម៉ូតូអីក៏ខ្ទេចម៉េះថាកូនស្រីរបស់គាត់ហ្នឹងជិះកាត់កន្លែងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃមុនហ្នឹងម៉ោង2 ដល់ 10 យប់ស្រាប់តែកូនស្រីរបស់គាត់ហ្នឹងឃើញផ្លូវហ្នឹងជា2ដល់ពេលអញ្ចឹងគ្នាជិះទៅក៏ធ្លាក់បន្លាយបាក់ជើងទៅហើយម៉ូតូឡើងខ្ទេចអស់លេងគាត់ថាសំណាងហើយបានកូនគាត់បាក់ជើងអត់
អត់ប៉ះពាល់ជីវិតទៅដោយសារតែគាត់ថាពេលដែលកូនគាត់នឹងឃើញផ្លូវពីរហ្នឹងណាកូនគាត់ឈប់ម៉ូតូអត់ហ៊ានជិះទៅមុខទៀតទេប៉ុន្តែដូចមានដៃអីមួយយ៉ាងចឹងមកទាញដៃកូនគាត់ហ្នឹងឲ្យមួលហ្គាទៅមុខដល់ពេលអញ្ចឹងមកណាគាត់បញ្ជាក់ប្រាប់ថាចេះអូចឹងគាត់សំណាងហើយដែលគាត់បានឃើញតែតិចតួចចឹងតែគេលងបន្លាចអត់ឲ្យប៉ះពាល់ដល់អាយុជីវិតគាត់ហើយក៏ប្រាប់ថាចេះអ្នកទាំងអស់គ្នាហ្នឹងណាពេលជិះកាត់តាមដងផ្លូវមិនថាតែផ្លូវជាតិលេខ3ហ្នឹងទេផ្លូវណាក៏ដោយតែងតែមានជើងកប់គ្រប់តាទីកន្លែងហ្នឹងអញ្ចឹងយើងប្រយ័ត្នទៅបើសិនជាយើងសំណាងល្អណាយើងអាចរៀនមានជីវិតចប់ឲ្យយើងសំណាងក្រក់ពេលដែលស្អីយើងដាក់យើងមិនអស់ជីវិតអញ្ចឹងជើងកប់ហ្នឹងមិនងាយប្រឡែងយើងត្រឡប់មកវិញទេហើយរឿងមកណាក៏សន្និដ្ឋានថាចាប់ត្រឹមប៉ុណ្ណឹងបាយបាយអ្នកទាំងអស់គ្នាចាំជួបគ្នា